សួស្តីបងប្អូនហើយជំរាបសួរថ្ងៃនេះខ្ញុំចង់ចែករំលែកនៅព័ត៌មានខ្លះតាក់ទងជាមួយនឹងការចិញ្ចឹមទាខ្ញុំមិនមែនជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំឬក៏អ្នកជំនាញក្នុងការចិញ្ចឹមទាទេប៉ុន្តែខ្ញុំបានឆ្លងកាត់នៅរឿងរ៉ាវខ្លះតាក់ទងជាមួយនឹងការចិញ្ចឹមទាសម្រាប់ចែកជូនទៅដល់បងប្អូនដែលថ្មីថ្មោងរៀបចំចិញ្ចឹមហើយចង់ចិញ្ចឹមនឹងលោតហក់ហើយបងប្អូនស្ដាប់វីដេអូនេះសម្រាប់អ្នកដែលអត់មានបទពិសោធន៍សោះអ្នកដែលមានបទពិសោធន៍ហើយក៏ជួយកែតម្រូវផងហើយសម្រាប់អ្នកអត់បទពិសោធន៍ជៀសវាងការខាតដោយសារតែខ្ញុំបទពិសោធន៍ខាតខ្ញុំចែករំលែកនៅបទពិសោធន៍ខាតហើយក៏អត់ទាន់មានបទពិសោធន៍ចំណេញទេប៉ុន្តែខ្ញុំមានបទពិសោធន៍ខាតហើយកែប្រែពីខាតមកចិត្តចំណេញអញ្ចឹងបងប្អូនស្ដាប់ទៅខ្ញុំចែករំលែកកុំឲ្យវែងឆ្ងាយពីដើមដំបូងខ្ញុំមិនប្រាប់ឆ្នាំថាឆ្នាំណាទេប៉ុន្តែខ្ញុំចង់ចែករំលែកថានៅពេលដែលខ្ញុំចង់ចិញ្ចឹមទាខ្ញុំបានមិនដឹងយើងចង់និយាយថាយើងអត់មានសាលាអត់មានរៀមច្បងក្នុងការណែនាំអត់មានស្គាល់គេអញ្ចឹងណាយើងក៏រកតាម Facebook តាម Google តាមអ៊ីនធឺណិតអញ្ចឹងណាពេលដែលយើងចុចរយូរទៅវាលោតឲ្យគេផ្សព្វផ្សាយគេ boot Facebook គេផ្សព្វផ្សាយពីការលក់ទាកូនលក់ពងទាញាស់ទើបបន្ទួចទាកូនទាចន្ទង់ទាធំមានលើ Facebook មានទាំងអស់អញ្ចឹងពេលដែលយើងចាប់អារម្មណ៍ថាយើងចិញ្ចឹមកូនយូរក្របអានចំណូលអញ្ចឹងយើងមានតែចិញ្ចឹមទាដែលពងស្រាប់ហើយក៏តាក់ទងតាម Facebook ទៅរកអ្នកដែលគេលក់ទាដែលគេថាពងស្រាប់ហ្នឹងណាសន្តានាជាមួយគាត់អញ្ចឹងទៅគាត់ថាទាហ្នឹងអាយុ7 8ខែអញ្ចឹងយើងអត់ដឹងអត់ដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមទាខ្ញុំធ្លាប់ចិញ្ចឹមទាទូចពីមុនតាំងពីកូនដល់ធំតែយើងថាចិញ្ចឹមតាមសមាជីវោតាមយថាកម្មយើងមិនខ្វល់ទីផ្សារមិនអីព្រោះយើងចិញ្ចឹមទុកហូបហើយគេឈប់ចិញ្ចឹមរយៈមកក៏ចាប់ផ្ដើមនឹកឃើញចង់ចិញ្ចឹមវិញដោយសារតម្រូវការទីផ្សារពងទាវាមិនដូចមុនទេវាច្រើនជាងមុនហើយក៏ចិញ្ចឹមទាអញ្ចឹងទៅក៏ទិញទាគេមកឬគេប្រាប់អញ្ចឹងទៅយើងចរចាគ្នាអញ្ចឹងទៅត្រូវថ្លៃគឺតម្លៃមួយ 16000 គេកាត់ 18000 អញ្ចឹងក៏ព្រមព្រៀងទិញទិញមកខ្ញុំទិញដូចជាអស់500ក្បាល16000វាស្មើ$4 100ក្បាល$400អញ្ចឹង500ក្បាល4 5ដង20អស់ច្រើនដែរហើយក៏ទិញមកប្រហែលជាមួយខែបានវាពងពេលដឹកមកដល់ពេលគេដឹកមកដល់គឺថាពងឡើងសព្រាតពេញរមាក់គេដាក់មករមាក់មកពងពេញរមាក់សព្រាតតែយើងអត់ដឹងអត់ហ៊ានចោតគេទេប៉ុន្តែដល់ពេលដាក់មកព្រឹកឡើងគឺពងបានមកគ្រាប់ហើយប្រហែលជា20ទៅ30ថ្ងៃក្រោយបានវាបានពងហើយពងបានប្រហែលជា70% 60-70% នឹងឯងទាសណាហើយយើងឲ្យចំណីគឺទៅមកច្រើនដែរមួយថ្ងៃយើងគិតអញ្ចេះថាចំណីមួយបាវវាយើងទិញតិចគឺមួយបាវខ្ទង់50000អញ្ចឹងមួយក្បាលវាស៊ី0.30 0.135ទៅ140ន័យថាវាស្មើនឹង1ខាំចុច3ទៅ1ខាំចុច4ជិត1ខាំកន្លះអញ្ចឹងបើយើងគិតទៅ1000ក្បាលវាស៊ីខ្ទង់អស់ខ្ញុំវាភ្លេចដែរឥឡូវខ្ញុំគុណឲ្យបងប្អូនដែលបានស្ដាប់ហ្នឹងឲ្យដឹងថាកុំឲ្យអត់ដឹងប្រភពព័ត៌មាននៃពងទានៃមេទា0.35ចុះយើងគុណ0.135គុណនឹង500ក្បាលអញ្ចឹងវាអស់67.5គីឡូយើងចែក30វាអស់មក2.25បាវហើយយើងគិតថា2បាវកន្លះចុះ2បាវកន្លះគុណនឹងបាវ50000វាអស់120,000ក្នុងមួយថ្ងៃវាអស់120,000ហើយយើងគិតទៅមួយថ្ងៃ125,000គុណនឹង30ថ្ងៃវាអស់3លានគឺអស់ច្រើនមួយខែហ្នឹងគឺអស់3លានរៀល3លានជាង3លាន70,000ហើយបានវាធ្លាក់ពងបងប្អូនហើយនៅពេលដែលវាបានពងយើងមកបានពង70%
70% គុណនឹង500ទាអញ្ចឹងវាបាន350គ្រាប់វាស្មើនឹងមួយដុំ4ផ្លានហើយមួយដុំ50គ្រាប់អញ្ចឹងទៅវាស្មើ350គ្រាប់អញ្ចឹងគឺថាមួយថ្ងៃ350មួយថ្ងៃ300គ្រាប់មួយថ្ងៃ350គ្រាប់យើងអត់ដឹងថាទៅលក់នៅណាព្រោះយើងអត់មានទីផ្សារព្រោះយើងអត់ស្គាល់ទីផ្សារដើរទៅលក់អូយបងប្អូនអើយវាពងប្រហែលជា5 6ថ្ងៃសម្រាប់ចិត្តទៅដើរលក់ព្រោះអត់ដឹងទៅលក់ឲ្យអ្នកណាអានេះយើងចិញ្ចឹមតិចផងណាបើគេចិញ្ចឹមរាប់ម៉ឺនរាប់ពាន់ក្បាលអត់ដឹងទៅលក់នៅណាទេបងប្អូនអើយខ្ញុំដឹកម៉ូតូដើរលក់តាមតូបចាប់ហួយតាមអីគេថាគេមានម៉ួយអស់ហើយពិបាកមែនតើហ្មងថាចង់ចិញ្ចឹមទាច្រើនឲ្យបានចំណូលច្រើនដល់ពេលជាក់ស្ដែងពេលដែលយើងចិញ្ចឹមបានយើងអត់ដឹងថាទៅលក់នៅណាពិបាកលក់មែនតើពងទាស្អុយចោលតកើរស់តកើចោះមួយខែទៅមួយខែខាត់លើខាត់នេះខ្ញុំសាកបន្តិចទេបើសិនជាសាក1000 2000 3000នេះខ្ញុំនឹងយកលុយពីណាទប់ទេព្រោះដំបងឲ្យចំណីស្រូវឲ្យអីផងដល់ដឹកស្រូវចង់ងាប់ចង់រស់ឲ្យបងប្អូនដឹកស្រូវផងដើមចេកផងកតក់ផងស៊ីច្រើនណាហើយដល់ពេលសម្រាប់ចិត្តតែទិញចំណីវាស្រួលមែនទិញចំណីចាក់ឲ្យវាស៊ីវាស្រួលប៉ុន្តែពងទានឹងវាពិបាកលក់ហើយយើងលុយចូលមួយថ្ងៃ 100000 ជាងមួយខែ3លានជាងហើយមួយខែ3លានជាងបងប្អូនធ្វើការមុំខ្ញុំនិយាយស្មោះត្រង់ទៅកាលខ្ញុំធ្វើការប្រាក់ខែច្រើនដែរពេលឈប់មកហើយចង់ចូលធ្វើវិញក៏ច្រើនដែរ 3-4 លានដែរបើធ្វើអញ្ចឹងបើសិនជាខ្ញុំនៅធ្វើការហើយយកលុយមកទូទាត់ថ្លៃពងទាថ្លៃចំណីទាហ្នឹងគឺអត់គ្រាន់ទេមានអីចាយទេផាត់តែពងទាសាំងតូជាធ្វើការគឺអស់ហើយចូលមកដល់ការលក់ពងទាហ្នឹងគឺពិបាកមែនតើហ្មងលក់មិនចេញសោះដើរទៅរកភ្ញៀវរអត់ដឹងថារកនៅណាសួរគេថាមួយគេហើយសួរនេះមួយគេហើយដល់ពេលទីផ្សារនៅស្រុកខ្មែរយើងគឺពងទានៅក្នុងកំឡុងខែ4អីហ្នឹងគឺខែ3ខែ4គឺពងកំពុងតែចាល់ហើយថោកខ្លាំងណាស់ពងអញ្ចឹងយើងពិបាកលក់មែនតើចំណាយពេលឡើងយូរមែនតើតម្រុំរកទីផ្សារបានស្គាល់គេស្គាល់ឯងអញ្ចឹងទៅហើយបានលក់ពងទាបានទៅក៏ដាក់មេទាថែមច្រើន2-3000 2000អញ្ចឹងទៅពេលយើងស្គាល់មួយទៅ2000ទាក៏អត់គ្រាន់ដែរលក់ឲ្យភ្ញៀវឲ្យមួយរបស់យើងណាអាហ្នឹងបទពិសោធន៍នៃការចិញ្ចឹមទាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូននោះគឺថាការចិញ្ចឹមទាហ្នឹងកុំឲ្យហក់លោតទី1បងប្អូនមុននឹងចិញ្ចឹមទាឥឡូវខ្ញុំឲ្យយោបល់អ្វីដែលខ្ញុំឆ្លងកាត់ការចិញ្ចឹមទាដែលបងប្អូនកុំឲ្យខាតឡងចុងហើយបាក់ទឹកចិត្តរត់ចោលរោងទាទី1បងប្អូនមុននឹងចិញ្ចឹមទាបងប្អូនគួរតែទៅរកទិញពងទាមិនខ្វះទេគ្រប់ទៅកន្លែងបងប្អូនរករោងគេរកអីចឹងទៅទិញពងទាតិចសិនណាដំបងប្រាប់គេថាយើងទិញយកទៅលក់ចាប់ហួយលក់ខ្លួនឯងអីមួយថ្ងៃមួយដុំ300គ្រាប់ពូពងទាមួយដុំវាស្មើ300គ្រាប់មួយដុំអ្នកខ្លះគេហៅមួយជុងចឹងទៅវាស្មើ300គ្រាប់ចឹងបងប្អូនប្រាប់ទៅរោងទាមកទិញពងទាពីគេចឹងប្រាប់ថាលក់ខ្លួនឯងចាប់ហួយចាប់អីផងយើងកុហកគេចឹងណាអញ្ចឹងបងប្អូនទិញពងទាគេឲ្យដើរលក់បើបងប្អូនលក់បានចាំបងប្អូនចាប់ដើមចិញ្ចឹមព្រោះពងទាវាមិនមែនងាយស្រួលទេការចិញ្ចឹមទាហ្នឹងគឺអត់ងាយស្រួលទេបងប្អូនតែខាតគឺខាតយកតែមែនតើណាបងប្អូនមិនមែនស្រួលទេព្រោះវាស៊ីច្រើនណាស់ពងទា1000មួយថ្ងៃក៏200,000ជាងដែរប៉ុន្តែស៊ីចំណីអញ្ចឹងបងប្អូនត្រូវតែអាចលក់ពងទាមួយថ្ងៃឲ្យបានជាង200,000នឹងដែរបានទប់រួចតែបងប្អូនលក់អត់បានទេកុំទិញមេទាយកមកចិញ្ចឹមព្រោះវាមិនងាយស្រួលទេខាតច្រើនណាស់បងប្អូនមិនមែនដូចចិញ្ចឹមមាន់ចិញ្ចឹមគោយើងដឹកឲ្យស៊ីស្មៅណានេះក៏បានដែរទាបងប្អូនទិញយកមកហើយទិញមេទាអាចិត្តពងហ្នឹងពេលវាធ្លាក់ពងហើយពងច្រើនលក់អត់រួចលក់អត់ដាច់អត់រួចថ្លៃចំណីហើយបងប្អូនទៅរកអីឲ្យវាស៊ីបងប្អូនដាក់ស្រូវឯដាក់អង្គដាក់ស្អីដាក់កតក់វាអត់ពងខាតលើដើមអញ្ចឹងអ្វីដែលខ្ញុំចែករំលែកគឺថាបងប្អូនដំបូងគឺថាលក់ពងទាសិនលក់ឲ្យចេញបងប្អូនរកទីផ្សាររកកន្លែងមួយអ្នកទិញ
ពេលដែលបងប្អូនរកបានហើយលក់ចេញហើយចាំបងប្អូនទៅទិញទាហើយទិញទាមកចិញ្ចឹមបងប្អូនត្រូវធ្វើរោងឲ្យស្អាតមិនស្អាតហ្នឹងឲ្យវាអត់អាចអត់អីទេអត់រោមអត់អីមិនស្អាតដល់ថាហ្នឹងស្អាតរមិចដែលថាស្អាតកុំឲ្យវាមានជ្រំមានភក់មានអាចស្អុយមានខ្យល់ចេញចូលឲ្យបានល្អបើយើងធ្វើឲ្យមានខ្យល់ចេញចូលងឹតឈឹងស្ដុកពេញហ្នឹងទៅទាវាអត់មានអារម្មណ៍ពងទេហ្នឹងអ្វីដែលខ្ញុំចង់ចែកម្លែកវាអាចនឹងរៀងក្លប់ក្លិនប៉ុន្តែបងប្អូនព្យាយាមស្ដាប់គឺជៀសវាងការខាតបង់នៅពេលដែលយើងពាក្យចាស់ខ្មែរគេថាឃើញដំរីជុះចង់ជុះតាមដំរីហ្នឹងអ្វីដែលខ្ញុំចង់ចែកម្លែកបងប្អូនឃើញគេចិញ្ចឹមចំណេញច្រើនរាប់ពាន់រាប់ម៉ឺនក្បាលមួយថ្ងៃចំណូល50-60 ម៉ឺន1លានចំណេញហើយគិតមើលមក50-60 ម៉ឺន1លានមួយថ្ងៃ1លាន30ថ្ងៃ30លានបងប្អូនទៅរយណាប៉ុន្តែគេមានទីផ្សារបងប្អូនគេបទពិសោធន៍គេតាំងពីដំបូងមកតាំងពីគេមិនសូវចិញ្ចឹមហើយគេមានទីផ្សារគេមានម៉ួយគេយិនសិនអស់ហើយខ្លាចអីគេចិញ្ចឹមរាប់ម៉ឺនក្បាលសូម្បីតែឥឡូវមានសប្តាហ៍ថ្ងៃនេះឆ្នាំ2026ខែមករាឆ្នាំ2026មានរៀមច្បងរបស់យើងជាច្រើនគេចិញ្ចឹមរាប់ម៉ឺនក្បាលកក់កុញស្រែកធ្គោចាល់ពងទាលក់អត់ចេញរងថ្ងៃតាមខ្ញុំដឹងអត់មានម៉ួយពីវៀតណាមអីចូលទេអត់មានពងទាវៀតណាមផងអីចូលទេចូលក៏តិចតួចដែរប៉ុន្តែការផ្គត់ផ្គង់របស់យើងពងទាវាសម្បូរអ្នកចិញ្ចឹមទាច្រើនដល់ពេលចិញ្ចឹមច្រើនគឺពងទាវាចាប់ដើមស្ទះហើយដល់មួយខេត្តមួយចំនួនគឺអត់មានយកចូលបានទេដូចជាកោះកុងទាមានជ័យប៉ៃលិនដល់មានជ័យសៀមរាបក៏មានកន្លែងខ្លះដែលបាក់ចូលដែរហើយព្រះវិហារជាបញ្ហាសង្គ្រាមប៉ុន្តែពេលនេះខ្ញុំអត់ដឹងថាគេបានដឹកចូលកើតឬនៅទេអញ្ចឹងអ្វីដែលថាបងប្អូនជៀសវាងបានគឺទាំងអស់នេះហើយចំណុចរៀងអូសបន្លាយរៀងទៅមុខទៅក្រោយប៉ុន្តែវាជាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ពិតខ្ញុំចង់ចែករំលែកកុំឲ្យវាខាតពេលខាតទៅបងប្អូនពិបាកណាស់ស្ថានភាពសុខទេសយើងពិបាកផងសេដ្ឋកិច្ចពិបាកផងហើយម្នាក់តែងតែគិតថាអូចិញ្ចឹមទាវាស្រួលទេសាណាក៏ហូបពងទាដែរព្រោះពងទាវាតម្លៃធូរថ្លៃយើងអាចហូបបានវាហូបច្រើនពេកក៏វាមិនល្អប្រហែលដែរស្អីក៏ដោយតែហូបច្រើនពេកក៏វាមិនល្អដែរប៉ុន្តែពងទាវាល្អសម្រាប់រាងកាយរបស់យើងវាមានប្រូតេអ៊ីនខ្ពស់ហូបទៅវាធ្វើឲ្យរាងកាយរបស់យើងវាល្អតែវាហូបឲ្យតាមពេលតាមវេលាតាមតម្រូវការរបស់យើងដែរមិនព្រឹកកំពងទាល្ងាចកំពងទានោះរាល់ថ្ងៃដឹងងាប់ឈរហើយពងមាន់ក៏ដូចគ្នាអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងនិយាយពីការចិញ្ចឹមមាន់ទៀតព្រោះខ្ញុំក៏មានបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ដែរបទពិសោធន៍មិនបទពិសោធន៍ពូកែថែទាំពូកែចិញ្ចឹមចំណេញទេតែបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ខាតនឹងបទពិសោធន៍ចង់ចែករំលែកតាក់ទងជាមួយនឹងបងប្អូនកុំឲ្យហក់លោតខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនតាមទាំងអស់ទេបងប្អូនច្បាស់ខ្លួនឯងធ្វើទៅប៉ុន្តែបើសម្រាប់បងប្អូនណាដែលអត់ច្បាស់ហើយចង់បានរៀមច្បងនេះមិនមែនអាយុបងទេរៀមច្បងតាក់ទងជាមួយនឹងការចិញ្ចឹមមុនមានបទពិសោធន៍មុនបងប្អូនស្ដាប់វីដេអូនេះបានហើយស្ដាប់ការចែករំលែករបស់ខ្ញុំបានពួកខ្ញុំវាមានបញ្ហាច្រើនហើយប្រឡូកខ្ញុំគឺអ្នកដែលហក់លោតយកមែនតើបងប្អូនធ្វើអីមួយគឺមិនចេះទូចទេចង់តែធំតែពេលធំទៅដូចគេថាកាន់តែខ្ពស់ធ្លាក់មកកាន់តែឈឺអត់ខុសគ្នាទេចឹងអ្វីដែលខ្ញុំឆ្លងកាត់គឺខ្ញុំចែករំលែកតាក់ទងvớiការចិញ្ចឹមទានេះគឺចែករំលែកវាមានរឿងច្រើនទៀតបងប្អូនតែនិយាយច្រើនទៅឈឺកពេលខ្លះនិយាយច្រើនទៅវាអត់សូវមានខ្លឹមសារទៅវាត្រឡប់ទៅលិនដែរដូចខ្លឹមសារក្នុងនេះនិយាយបន្តិចទេវាដូចចង់អស់ហើយគាត់ថាសង្ខេបវាមិនសូវបានលម្អិតហើយក៏និយាយពីនេះពីនោះច្រើនហើយឥឡូវតាក់ទងជាមួយបទពិសោធន៍មិញហ្នឹងគឺការចិញ្ចឹមទាធ្វើម៉េចកុំឲ្យលងចុងហើយកុំឲ្យខាតធ្វើឲ្យយើងបាក់ទឹកចិត្តរត់ចោលរោងទាហ្នឹងហើយនឹងបទពិសោធន៍ខុសដែលយើងកុំគួរធ្វើនោះគឺបាននិយាយហើយទិញទាទិញអីមន់ក៏ដោយទាក៏ដោយតាម Facebook ហ្នឹងគឺថាទិញ10ដងវាមានតែម្ដង2ទេដែលល្អសឹងថាម្ដង2ហ្នឹងមិនសូវជាល្អនៅទៀតណាអញ្ចឹងតើបងប្អូនស្វែងយល់ច្បាស់ហើយជៀសវាងកុំអីតាក់ទងជាមួយនឹងការទិញ Facebook ទិញពងទិញមេទាបើពងទាវាមិនអី
ទិញហូបខុសតិចតួចវាមិនអីទេតែទិញមេទាទិញមេមាន់អីហ្នឹងគឺកុំតាម Facebook ចំណាយលុយច្រើនណាយល់ល្អបងប្អូនយើងមើលព័ត៌មានតាម Facebook ហើយយើងស្វែងរកវិញយើងស្វែងរកអ្នកដែលគេមានបទពិសោធន៍ហើយយើងជូនលុយជូនកាក់គេខ្លះទៅគេប្រាប់ហើយព័ត៌មានបើខ្ញុំបើបងប្អូនដែលឆ្ងល់អីអាចតាក់ទងមកខ្ញុំបានបើចង់សួរខ្ញុំមិនចាំបាច់លុយកាក់អីទេគ្រាន់តែសួរណាខ្ញុំអាចឆ្លើយបានជជែកបានទេសួរមកទេក៏បានឆាតក៏បាន comment តាម page Facebook ក៏បានពួកខ្ញុំផុសនៅក្នុង page Facebook ទេហើយឥឡូវត្រឡប់ចូលមកការថែទាំទាវិញថែទាំទាខ្ញុំអត់មានបទពិសោធន៍ល្អទេប៉ុន្តែចង់ចែករំលែកខ្លះបទពិសោធន៍នៃការថែទាំទាបើប្រៀបធៀបបទពិសោធន៍ចែករំលែកការខាតបង់អីហ្នឹងគឺការខាតបង់ហ្នឹងខ្ញុំច្បាស់ជាងហើយតកតងជាមួយនឹងការចែករំលែកពីការថែទាំហ្នឹងមិនសូវច្បាស់ទេឥឡូវខ្ញុំចូលបទពិសោធន៍នៃការថែទាំទាទី1បងប្អូនពេលដែលបងប្អូនទិញទាពីគេមកណាព្រោះទាពីវៀតណាមគេចិញ្ចឹមល្អណាប៉ុន្តែអាការដែលយើងដឹកឆ្ងាយដឹកពីវៀតណាមមកដល់ទល់ដែនស្វាយរៀងបាវិតគេទៅចម្លងពីឡានរបស់វៀតណាមចូលមកឡានខ្មែរចុះវា2តង់ណាបងប្អូន2តង់គឺអន់ទាមែនតើទាគឺជាសត្វដែលពងមន់ក៏មិនខុសគ្នាប៉ុន្តែពងវាពិបាករឿងការថែទាំហ្នឹងក៏យើងប៉ះពាល់បន្តិចគឺវាថយពងវាអត់សូវពងដូចថាទៀម1000ក្បាលធម្មតាវាពងបាន900គ្រាប់ក្នុងមួយព្រឹកក្នុងមួយយប់ហើយដល់ពេលយើងដឹកម្ដងឬក៏ផ្អើលអីតិចតួចវាពងបាន600 700ឬក៏500គ្រាប់អីទេវាចុះអាហ្នឹងគេហៅចុះពងឬក៏ថយពងអញ្ចឹងណាអាហ្នឹងការថែទាំអញ្ចឹងដែលខ្ញុំប្រៀបធៀបថាបងប្អូនទិញទាដែលពងស្រាប់ឬក៏ទើបចាប់ដើមពងអាយុ4 5ខែអីហ្នឹង5ខែកន្លះអីហ្នឹងទិញពីវៀតណាមមកដឹកមិនថាវៀតណាមថៃទេបើថៃលើគេបិទតែវៀតណាមវាអត់ទាន់បិទយើងអាចទិញមកបានពេលដែលយើងទិញមកយើងដឹកមកគឺចុះពីឡានមួយចូលឡានមួយគឺវាមានបញ្ហាក៏ឡានមួយក៏អាក់ពងដែរអញ្ចឹងទម្រាំចូលឡានមួយទៀតដឹក2តង់ហើយយើងដឹកត្រមមកដល់ខ្មែរទៀតគឺអន់ទាអាចនឹងមានបញ្ហាខូចទាតែសួរតែអ្នកផ្សេងគេទិញមិនដែរបាទវាមានបញ្ហាអ្នកខ្លះក៏គេឆ្លងផុតទាំងអ្នកខ្លះក៏ជួបប៉ុន្តែវាពិបាកជាងយើងទិញក្នុងខេត្តដែលយើងដឹកឡានតែមួយតង់ណាដឹកតែម្ដងវាអត់ពិបាកឡើងចុះអញ្ចឹងពេលដែលដឹកមកដល់អ្នកដែលចិញ្ចឹមថ្មីថ្មោងឬក៏អត់ទាន់មានគ្រូពេទ្យខាងណាឬក៏អ្នកជំនាញណាប្រាប់ទេបងប្អូនទៅរកថ្នាំឈឺដៃឈឺជើងខ្ញុំក៏មិនអ្នកជំនាញទេបងប្អូនអាចសួរបានយកថ្នាំឈឺដៃឈឺជើងដាក់ក្នុងទឹកឲ្យវាកូរឲ្យវារលាយអស់ហើយបង្ហូរឲ្យវាផឹកដើម្បីឲ្យវាសម្រួលខ្លួនសម្រួលប្រាណកុំឲ្យសូវឈឺដៃឈឺជើងយូរហើយវាស៊ីចំណីច្រើនវិញហ្នឹងវាចាប់ផ្ដើមពងហើយអាហ្នឹងបញ្ចប់ពីការទិញដំបូងមកវាជួបបញ្ហាបែបហ្នឹងអញ្ចឹងមកដល់រោងយើងហើយយើងដាក់ថ្នាំដាក់អីចឹងទៅហើយបន្ទាប់ពីចប់រឿងថ្នាំការថែទាំទាមានច្រើនប្រភេទបងប្អូនខ្ញុំអត់បានទៅថតកន្លែងទឹកដែលខ្ញុំដាក់វាផឹកទេថាយើងធ្វើទឹកមិនធ្វើកតោទឹកមិនចំណីដាក់មិនដើម្បីឲ្យទាស៊ីហើយយើងសម្អាតវាប្រចាំថ្ងៃព្រោះរាល់ថ្ងៃយើងអាចបើយើងអាចមានពេលគឺយើងធ្វើព្រឹកល្ងាចបានសម្រាប់យើងឲ្យចំណីស្នូកចំណីយើងមិនចាំសម្អាតទេតែយើងឲ្យចំណីរោងចក្រណាតែបើចំណីយើងឲ្យស្រូវឲ្យកន្ទក់ឲ្យអីអាហ្នឹងអាចនឹងប្រឡាក់អាចនឹងមេរោគយើងអាចសម្អាតវាតែបើឲ្យចំណីរោងចក្រអត់ចាំបាច់ទេព្រោះចំណីគេស្ងួតល្អវាអត់មានបង្កអីបាក់តេរីអីណាទេយើងបាច់ចាំលាងក៏បានដែរហើយតកតងជាមួយនឹងការថែទាំទឹកផឹករបស់វាមានច្រើនប្រភេទបងប្អូននៅខ្មែរយើងគេមានដាក់ពងទយោទឹកឲ្យវាផឹកយើងយកទយោហ្នឹងយកមកចោះយកម៉ូទ័រមកកាត់ធ្វើមកល្មមក្បាលទាកុំឲ្យជាប់ក្បាលអញ្ចឹងយើងដាក់ទឹកក្នុងហ្នឹងហើយយើងដាក់ប៉ោលសម្រាប់ពេលដែលបង្ហូរទឹកចូលអាពងទយោពងទីបទយោហ្នឹងពណ៌ខៀវហ្នឹងអញ្ចឹងពេលដែលពេញអាហ្នឹងគឺប៉ោលហ្នឹងវាផុសមកវាបិទអូតូអញ្ចឹងអាហ្នឹងយើងប្រើប៉ោលអូតូហើយមួយទៀតយកកតោចំណីមន់3សាសកតោហ្នឹងភាគច្រើនវៀតណាមហើយនិងថៃអ្នកផលិតក្រុមហ៊ុន CP Beta Grow អីហ្នឹងយកអាហ្នឹងយកមកដាក់ព្រោះអាហ្នឹងវាអូតូស្រួលឲ្យទាផឹកក៏ស្រួលដែរអាហ្នឹងប៉ុន្តែហ្នឹងត្រូវលាងប្រចាំថ្ងៃទ
ទយោទឹកក៏ដូចគ្នាពងលូទឹកពងលូទយោ KAP ពណ៌ខៀវអីហ្នឹងក៏លាងរាល់ថ្ងៃដូចគ្នាព្រឹកល្ងាចទយោកតោទឹកមន់ដែលយើងយកមកឲ្យទាហ្នឹងក៏យើងលាងរាល់ថ្ងៃដែរព្រោះទាវាត្បុលដីជាប់ដីយកទៅផឹកដីចូលក្នុងកតោចំណីកតោទឹកហ្នឹងគឺថាដុះផ្សិតរីកវាបង្កជាបាក់តេរីធ្វើឲ្យទាឈឺអញ្ចឹងតើយើងព្យាយាមលាងរាល់ថ្ងៃព្រឹកល្ងាចអាហ្នឹងធ្វើឲ្យកតោទឹករបស់ទាយើងហ្នឹងវាមានអនាម័យល្អវាអត់ប៉ះពាល់ដល់សុខភាពវាអត់បង្កបាក់តេរីទៅជាទាឈឺអាហ្នឹងក៏ជាការថែទាំមួយដែលធ្វើឲ្យទាយើងពងបានល្អដែរយើងសាសម្អាតហើយសម្រាប់ទីធ្លាត្រង់ទាបើទាលែងដូចក្នុងវីដេអូនេះទាលែងចោលអញ្ចឹងវាអត់ជាបញ្ហាទេអាហ្នឹងលែងតាមវាលស្រែអញ្ចឹងពងតាមភ្លឺតាមស្រែតាមអីអញ្ចឹងទៅតែបើទាដាក់ក្នុងរោងយើងអត់មានពេលអត់មានវាលក្នុងការដេញថែទាំតាមវាលទេក្នុងរោងយើងត្រូវតែមានរោងសម្រាប់លែងចេញក្រៅអញ្ចឹងទេវា stress វាពងរាល់ថ្ងៃហើយយើងនៅតែក្នុងរោងទានៅតែក្នុងរោងគឺវាធុញថប់ដែរអញ្ចឹងសុខភាពវាមិនសូវល្អតែបើយើងមានវាលមានអីឲ្យវាលេងនឹងក្រៅយើងហុំសំណាញ់ហុំអីកុំឲ្យយើងបាក់ឈរចាំវាគៀងអញ្ចឹងអាហ្នឹងក៏ល្អដែរដើម្បីទាពងបានយូរតែធម្មតាទាគេអ្នកមានដើមទុនច្រើនទីផ្សារគេល្អគេចិញ្ចឹមតែមួយឆ្នាំអីទេមួយឆ្នាំពីរឆ្នាំយ៉ាងយូរ2ឆ្នាំគេលក់ចេញទៅជាទាសាច់ហើយអញ្ចឹងដូចយើងអត់សូវមានដើមទុនយើងចិញ្ចឹមលក្ខណៈគ្រួសារមិនសូវធំយើងថែទាំឲ្យល្អទៅថែទាំឲ្យស្អាតឲ្យល្អសុខភាពល្អវាពងបានយូរបាន3ឆ្នាំអីចឹងទៅតែគេកម្រចិញ្ចឹម3ឆ្នាំតែ2ឆ្នាំអីប្រហែលគេចិញ្ចឹមតែ1ឆ្នាំហើយបើទាយកពងសម្រាប់ធ្វើពងទាកូនឬក៏សម្រាប់ភ្ញាស់កូនលក់ហ្នឹងគេចិញ្ចឹមតែ1ឆ្នាំអីទេគេបញ្ចេញហើយចេញជាទាសាច់ទាអីចឹងទៅចឹងអានេះជាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ការថែទាំគឺមានបែបហ្នឹងឯងបងប្អូនយើងថែទាំវាដិតដល់ទៅការថែទាំហ្នឹងក៏វាសំខាន់ដែរហើយរឿងទីផ្សារហ្នឹងក៏សំខាន់ដែរដូចខ្ញុំនិយាយពីដើមទីមកហ្នឹងគឺមុននឹងបងប្អូនចិញ្ចឹមច្រើនគឺកុំឲ្យហក់លោតតាមតម្រៃជុះតម្រៃឃើញតម្រៃជុះយើងជុះតាមតម្រៃហ្នឹងណាសំខាន់យើងមានទីផ្សារមានអីច្បាស់លាស់ទៅយើងចិញ្ចឹមច្រើនបានហើយអានេះខ្ញុំក៏ត្រឡប់ទៅក្រោយបន្តិចថាចង់លម្អិតដដែលតាក់ទងជាមួយនឹងការចិញ្ចឹមហក់លោតការថែទាំក៏មានតែប៉ុណ្្នឹងទេបងប្អូនយើងមានរបៀបការថែទាំដែលចំណាយពេលច្រើនឲ្យធ្វើឲ្យពងបានល្អពងបានយូរថេមិនសូវចុះហ្នឹងក៏មានដែរហើយវាចំណាយពេលវាហត់បន្តិចទា1000ឧទាហរណ៍បងប្អូនចង់ឲ្យវាពងបានច្រើនបានយូរបងប្អូនត្រូវដាំចកឲ្យវាស៊ីដើម្បីផ្លាស់ប្ដូររសជាតិចំណីហើយក៏វាកាត់បន្ថយចំណីបានខ្លះដែរយើងដាំចកពូចកវាដុះលឿនណាជាងមួយអាទិត្យយើងដួសបានរាប់10គីឡូតាមទំហំតាមຂະຫນាតដែលយើងដាក់តិចដាក់ច្រើនអញ្ចឹងបើយើងដាំច្រើនគឺយើងអាចយកឲ្យទាស៊ីរាល់ថ្ងៃមួយថ្ងៃស៊ីម្ដងអញ្ចឹងទាវាស៊ីទៅវាប្លែកមាត់ដែរព្រោះវាស៊ីចំណីរាល់ថ្ងៃវាដូចជាយើងស្លោគោរាល់ថ្ងៃយើងធុញចង់ងាប់អីហូបបញ្ចូលតែទាដូចគ្នាម៉ែវាស៊ីចំណីដដែលរាល់ថ្ងៃអញ្ចឹងវាធុញហើយអញ្ចឹងដើម្បីកុំឲ្យវាធុញទីធ្លាក៏មានទលាយមានធំដែរដើម្បីឲ្យវាលំហែកាយបានហើយក៏យើងត្រូវមានគេហៅបង្អែមលាងមាត់សម្រាប់ឲ្យទាដែរដូចជាស្លឹកឈើអីផ្សេងក៏បានដែរស្លឹកតកួនស្លឹកបាសស្លឹកអីស្លឹកដើមឆាយាតែបើអត់ទេគឺចកនឹងល្អគេហៅចកអាសូឡាហ្នឹងអាហ្នឹងល្អជាងគេប្រូតេអ៊ីនក៏ខ្ពស់ទៀតអញ្ចឹងយើងឲ្យថាស៊ីចំណីរួចពីព្រឹកអញ្ចឹងទៅយើងដាក់អាហ្នឹងពេលថ្ងៃអញ្ចឹងទៅព្រោះអាហ្នឹងវាមានជាតិទឹកច្រើនវាត្រជាក់ដល់ខ្លួនទាដែរខ្ញុំរីកមិនឲ្យបងប្អូនហ្មងពេលដែលចិញ្ចឹមទាគឺថាដាក់ចកអាសូឡាឲ្យវាស៊ីវាមិនបាច់ឲ្យស៊ីរាល់ថ្ងៃក៏បានតែបើយើងមានឲ្យស៊ីរាល់ថ្ងៃក៏បានតែយើងចំណាយពេលយើងទិញតង់ទាំងអីចំណាយលុយដែរតែដូចថាអញ្ចឹងវាក៏បានផលត្រឡប់មកវិញដែរឲ្យអាហ្នឹងទៅទាក៏វាសុខភាពល្អវាត្រជាក់វាអីអញ្ចឹងទៅវាស៊ីបានច្រើនហើយវាជំនួយព្រោះចំណីរាល់ថ្ងៃទៅវាធុញទ្រាន់មិនសូវចង់ស៊ីចង់អីអញ្ចឹងតែមិនសូវចង់ស៊ីពងទាក៏វាថយទៅតាមនឹងដែរជួនកាលវាទូចល្អិតអញ្ចឹងទៅដល់ពេលវាស៊ីបានចកអាសូឡាបានឲ្យវាស៊ីវាធ្វើឲ្យទាឆ្អែតសុខភាពវាក៏រឹងមាំវាមានកម្លាំងអញ្ចឹងការបង្កជាពងផលិតជាពងគឺវាផលិតបានទាំងល្អដែរ
តែបច្ចៈបងប្អូនមិនមែនថាវាស៊ីចកហ្នឹងធ្វើឲ្យពងធំពងល្អទេវាគ្រាន់តែការជំនួយបន្តបន្សំពីចំណីនៅពេលវាធុញចំណីទេគឺបែបហ្នឹងណាមិនមែនឲ្យចកអាសូឡាហើយស្រាប់តែធ្វើឲ្យទាពងល្អអញ្ចឹងកាត់បន្ថយចំណីឲ្យចំណីតិចហ្នឹងដាក់តែចកទៅអញ្ចឹងដាក់ចកច្រើនទាពងល្អវាមិនអញ្ចឹងទេជាការជាចំណីដែលជាការបន្តបន្សំធ្វើឲ្យទាហ្នឹងវាប្លែកមាត់កុំឲ្យវាធុញទ្រាន់ទៅនឹងចំណីអាហ្នឹងជាការថែទាំសម្រាប់ខ្ញុំបទពិសោធន៍នៃការថែទាំរបស់ខ្ញុំគឺអញ្ចឹងមានបន្លែបកាយផ្សេងដែលយើងអាចរកបានដាក់លាយ ABC កុំឲ្យចំណីសុទ្ធអញ្ចឹងបញ្ចប់ពីការថែទាំឲ្យចំណីហើយយើងចូលទៅដល់ការប្រើថ្នាំខ្លះថ្នាំបើខ្ញុំកម្រប្រើថ្នាំណាប៉ុន្តែនៅពេលទាចាស់គឺខ្ញុំទិញថ្នាំជំនួយសបកពងធ្វើឲ្យពងកុំឲ្យស្ដើងពេកព្រោះស្ដើងពេកយើងដាក់ចូលក្នុងផ្លានទៅវាឆាប់បែកឆាប់អីចឹងណាហើយក៏ឆាប់ស្អុយដែរអាបកពងទាស្ដើងពេកហ្នឹងអញ្ចឹងយើងអាចរកចំណីរកអីដែលមានគុណភាពដែលមានជាតិផូស្វ័រព្រោះអីហ្នឹងដែលធ្វើឲ្យពងវារាងក្រាស់សបកក្រាស់កុំឲ្យទុកឆាប់ស្អុយកុំឲ្យឆាប់បែកអីហ្នឹងគឺយើងអាចយកមកប្រើបានដែរហើយតើតោមួយថ្នាំអីហ្នឹងគឺដោយសារខ្ញុំចិញ្ចឹមទាអត់ដែលឈឺទេមួយទៀតបងប្អូនសុំត្រឡប់ទៅក្រោយបន្តិចប្រហែលជាបងប្អូនសួរអាចនឹងមានចម្ងល់ថាតើចិញ្ចឹមទាបែបណាជៀសវាងជំងឺបងប្អូនជៀសវាងជំងឺយើងមិនអាចជៀសបាន 100% ទេវ៉ាក់សាំងអីក៏ដោយប៉ុន្តែវាធ្វើឲ្យយើងសល់ហានិភ័យទាបបើន័យថាពីមុនយើងចិញ្ចឹមទាហ្នឹងហានិភ័យខ្លាចងាប់ហ្នឹងវា 50% 60% 40% ចុះតែពេលយើងមានវ៉ាក់សាំងវាអីទៅវាហានិភ័យនៅតែ 10% អីទេនៅតិចណាអត្រាដែលយើងជោគជ័យវា90ឬក៏80%ហើយអាហ្នឹងការប្រើវ៉ាក់សាំងចុះយើងធ្វើម៉េចឲ្យជៀសវាងកាន់តែល្អជាងនឹងទៀតបងប្អូនចិញ្ចឹមទាពងក៏ដោយទាកប៉ាក៏ដោយអីក៏ដោយចិញ្ចឹមដាច់ដライឆ្ងាយពីគេឆ្ងាយពីទីប្រជុំជនអានោះយើងអាចរក្សាសុខភាពរបស់ទាឲ្យបានល្អពងក៏បានយូរពួកអត់សូវមានមនុស្សឆ្លងកាត់ច្រើនអត់សូវមានវងវាយទាមន់អីច្រើនអញ្ចឹងជំងឺក៏អត់ងាយឆ្លងមកដែរហ្នឹងអ្វីដែលខ្ញុំឆ្លងកាត់ហើយខ្ញុំចិញ្ចឹមអត់ដែលមានឈឺអីទេទាហ្នឹងប៉ុន្តែបើសួរថាងាប់អត់ងាប់បងប្អូនមួយខែងាប់1-2មួយអាទិត្យ1-2វាជាបំផុតឯទារាប់ពាន់រាប់ម៉ឺនជាងការវាគៀបវាជន់គ្នាវាអីចឹងទៅវាងាប់បន្តខ្ទួយគ្នាតែគ្រាន់តែវាចេញមកស៊ីអដែងចំណីនៅក្រៅស៊ីស្មៅស្អីហ្នឹងវាជាប់ស្ករជាប់អីនៅនឹងស្មៅក៏ងាប់ដែរអត់ជិះអត់ផុតទេអត់ងាប់តិចច្រើនក្តីអីគឺទៅតែងាប់ហ្មងនេះដូចរូបនេះគឺរូបទាខ្ញុំហ្នឹងឯងយើងចាស់ដែរបងប្អូនអាយុជិត2ឆ្នាំហើយឥឡូវពងនៅសល់តែ70%ទេ75%ធម្មតាការចិញ្ចឹមទា70%ហ្នឹងចង់ខាតហើយវាចំណេញនៅតិចតួចអញ្ចឹងគេសុខចិត្តលក់ចោលខ្ញុំក៏ចិត្តលក់ដែរតិចទៀតលក់ចេញហើយទិញមេថ្មីមកដាក់អញ្ចឹងបទពិសោធន៍របស់ខ្ញុំគឺមានអញ្ចឹងឯងការចិញ្ចឹមទារោងបែបនេះrấtល្អបងប្អូនអ្នករោងដូចខ្ញុំនេះធ្វើខ្ពស់ផុតពីដីវាអត់សូវក្តៅហើយវាខ្យល់ចេញចូលល្អហើយបើបានអីប្រក់ពីលើបន្ទាប់ពីស័ង្កសីទៀតវាត្រជាក់ល្អធ្វើឲ្យរោងហ្នឹងមានអាកាសធាតុល្អមិនសូវក្តៅតែខ្ញុំចិញ្ចឹមមិនសូវបានល្អដោយសារខ្ញុំដឹកពីបេតុងដែររោងនេះខ្ពស់បងប្អូនចិញ្ចឹមទៅវាខ្យល់អាកាសល្អហើយត្រជាក់សីតុណ្ហភាពមកល្មមធ្វើរោងខ្ពស់ជាងដូចរោងខ្ញុំនេះមានប្រក់ស្លឹកត្នោតក្រោមស័ង្កសីធ្វើរក្សាកម្ដៅបានតែបើយើងធ្វើអញ្ចឹងវាចំណាយលុយច្រើនយើងធ្វើធម្មតាក៏បានដែរតែសម្រាប់អ្នកមានលុយយើងធ្វើឲ្យលយក៏បានដែរធ្វើឲ្យវាអែមស្រែមដើម្បីឲ្យទាមានខ្យល់អាកាសបរិសុទ្ធសីតុណ្ហភាពនឹងល្អមិនក្តៅពេកមិនត្រជាក់ពេកវីដេអូនេះក៏វែងហើយមានតែប៉ុណ្្នឹងឯងអូនេះបងប្អូនពេលដែលខ្ញុំថតទាខ្ញុំនៅក្រៅរោងគឺអញ្ចឹងវាមានទីធ្លាទលាយល្អធ្វើឲ្យទាមានខ្យល់អាកាសបរិសុទ្ធហើយវាលេងបានសកម្មភាពលេងទីធ្លាធំទលាយ
មានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនដោយសារឆ្កែព្រោះហើយ